កាលពីថ្ងៃច័ន្ទលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យក្រសួងការងារផ្ដោតលើគុណភាពនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដែលហៅកាត់ថា TVET ជាបញ្ហាអត្ថភាពជាជាងផ្ដោតទៅលើចំនួនអ្នកចុះឈ្មោះចូលរៀនលោកបន្ថែមថាសិស្ស TVET ត្រូវតែបញ្ចប់ជាមួយនឹងជំនាញអនុវត្តពិតប្រាកដដែលអាចធ្វើឲ្យពួកគេអាចរកការងារធ្វើបានលោកបានថ្លែងបែបនេះនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលនៅរាជធានីភ្នំពេញបើយើងចង់ឲ្យថ្នាក់រៀននេះមានតម្លៃតតែពិនិត្យគុណភាពបាទព្រោះចុងបញ្ចប់សំបីតែទៅដល់មូលដ្ឋានក៏ដោយបើរៀនហើយមិនចេះតដែលហើយរៀនហើយមិនប្រកបថាអាចធ្វើការបានអញ្ចឹងតម្លៃហើយឪពុកម្ដាយក៏គេមិនឲ្យមករៀនដែរសិស្សយុវសិស្សដែលកំពុងតែរៀនកម្មវិធី TVET បានប្រាប់កម្ពុជាថា TVET បានជួយពួកគេឲ្យទទួលបានការអប់រំជំនាញពិតប្រាកដខណៈដែលពួកគេមិនមានលទ្ធភាពដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យបន្ថែមពីនេះពួកគេសង្ឃឹមថាពួកគេនឹងទទួលបានឱកាសការងារល្អបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាជាក់ស្ដែងសិស្សដែលចេញពី PSE ភាគច្រើនពួកគាត់សុទ្ធតែទទួលបានអាជីពការងារមួយច្បាស់លាស់ដែលអាចផ្គត់ផ្គង់គ្រួសារអាចរកចំណូលដើម្បីខ្លួនឯងដោយសារថាPSE ក៏មានដៃគូសហការក្រុមហ៊ុនជាច្រើនបច្ចុប្បន្នប្រទេសយើងមានការរីកចម្រើនខាងរថយន្តខ្លាំងហើយស្ត្រីចូលខាងរថយន្តនឹងអត់មានអីធ្វើការធ្ងន់ដូចដែលគេគិតថាដូចធ្វើការធ្ងន់ដូចខាងបរិសុទ្ធទេខាងស្ត្រីគាត់អាចទៅខាងលក់ឬខាងកាន់កុំព្យូទ័រនៅពេលតំណែងចេញឬចូលខ្ញុំអាចមានសង្ឃឹមថាខ្ញុំអាចរកការងារបានពីជំនាញមួយហ្នឹងដែលខាងសាលាគាត់បានរកឲ្យសម្រាប់យើង internship រយៈពេល3ខែហើយបន្ទាប់ពីចប់ internship ហ្នឹងយើងអាចបន្តការងារជាបុគ្គលិកពេញសិទ្ធិរបស់ហ៊ុនគេបានយ៉ាងណាក៏ដោយពួកគេលើកឡើងថាការផ្សព្វផ្សាយកម្មវិធី TVET ឲ្យបានទូលំទូលាយពិតជាសំខាន់សម្រាប់យុវជនខ្មែរជាពិសេសអ្នកនៅតាមបណ្ដាខេត្តផ្សេងៗជំនាញ TVET គឺជាជំនាញខ្លីដើម្បីឲ្យពួកគាត់បានសិក្សាហើយឆាប់ទទួលបានការងារធ្វើអញ្ចឹងវាជាផ្នែកមួយដែលធ្វើឲ្យមានការគេហៅថាចំណាក់ស្រុកកាត់បន្ថយយុវជនចំណាក់ស្រុកច្រើនហ្មងដោយសារពេលច្រើនគាត់នៅទីតំបន់ដាច់ស្រយាលគាត់អាចធ្វើចំណាក់ស្រុកនៅស្រុកគេធ្វើសំណង់ធ្វើអីចឹងទៅដល់ពេលយើងមានជាកម្មវិធី TVET ដើម្បីឲ្យគាត់ចាប់យកអាជីពគឺគាត់អាចប្រកបអាជីពនៅស្រុកខ្មែរយើងបានការផ្សព្វផ្សាយជំនាញនេះឲ្យទូលំទូលាយគឺជារឿងល្អហើយជួយលើកទឹកចិត្តដល់យុវនារីឲ្យចូលជំនាញនេះកាន់តែច្រើនដែរថ្លែងនៅក្នុងកម្មវិធីកាលពីថ្ងៃម្សិលមិញលោកហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថាគិតចាប់ពីឆ្នាំ2024ដល់ខែឧសភាឆ្នាំ2026មានយុវជនជាគោលដៅសរុបប្រមាណជាង270,000នាក់ទទួលបានការបណ្ដុះបណ្ដាលកម្រិតវិជ្ជាជីវៈក្នុងនោះការបណ្ដុះបណ្ដាលនៅក្រោមក្រសួងចំនួន230,000នាក់និងក្រោមមូលនិធិអភិវឌ្ឍជំនាញ SDF ចំនួនប្រមាណ40,000នាក់លោកបន្តថាក្នុងរយៈពេលដូចគ្នានេះក្រសួងក៏បានបណ្ដុះបណ្ដាលកម្រិតសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ចំនួន58,192 នាក់និងបរិញ្ញាបត្របច្ចេកទេសចំនួន72,033 នាក់ខណៈដែលសិស្សដែលបានបញ្ចប់ការបណ្ដុះបណ្ដាល TVET លើសពី 95% ទទួលបានការងារធ្វើឬបង្កើតមុខរបរដោយខ្លួនឯងលោកគីសេរីវត្តអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថាការបណ្ដុះបណ្ដាលវិជ្ជាជីវៈពិតជាសំខាន់នៅក្នុងការបង្កើតជំនាញនិងផលិតភាពការងារលោកបន្តថាបច្ចុប្បន្នកំណើនសេដ្ឋកិច្ចនិងការចំណាយចេះតែកើនឡើងខណៈដែលប្រាក់ឈ្នួលកម្លាំងពលកម្មក៏កើនឡើងទៅតាមនឹងដែរហើយការកើនឡើងនៃប្រាក់ឈ្នួលកម្លាំងពលកម្មខណៈពេលដែលចំណេះជំនាញហើយនិងផលិតភាពដែលចេញពីកម្លាំងពលកម្មរបស់យើងមិនអាចកើនឡើងនោះវានឹងធ្វើឲ្យផលិតភាពដែលធៀបក្នុង$1នៃប្រាក់ឈ្នួលនឹងមានការថយចុះហើយការថយចុះផលិតភាពក្នុង$1នៃប្រាក់ឈ្នួលនេះវានឹងធ្វើឲ្យអ្នកវិនិយោគរត់ចេញពីប្រទេសយើងទៅកាន់ប្រទេសផ្សេងដោយសារតែប្រទេសផ្សេងគេមានផលិតភាពខ្ពស់ជាងយើងដូច្នេះដើម្បីលើកកម្ពស់ផលិតភាពនេះឲ្យខ្ពស់ជាងមុនដែលអាចធ្វើឲ្យផលិតភាពក្នុង$1ធំជាងមុននោះគឺទាមទារឲ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងដើម្បីបង្កើនសមត្ថភាពផលិតរបស់កម្លាំងពលកម្ម